ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសាកទីមើលតើខ្ញុំកំពុងតែនៅណាដែរទុកពេលឲ្យពុកម៉ែបងប្អូនទាំងអស់គ្នា3វិនាទីនិយាយលេងឯងនិយាយទៅគ្រាន់តែពុកម៉ែបងប្អូនទាំងអស់គ្នាឃើញមកឈូសនៅកណ្ដាលប្រាសាទនេះក៏ដឹងដែរថាខ្ញុំកំពុងតែនៅប្រាសាទបន្ទាយសម្រែហើយឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅខាងមុខប្រាសាទត្រៀមចាំនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាទិដ្ឋភាពនៅខាងក្នុងប្រាសាទទាំងមូលតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាត្រៀមហើយនៅតោះយើង let's go និយាយលេងឯងពុកម៉ែបងប្អូនទាំងអស់គ្នានិយាយទៅសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំមានអារម្មណ៍ថាមនុស្សតិចខ្លាំងមែនតើអត់ដឹងថាដោយសារតែជាថ្ងៃធម្មតាឬក៏ដោយសារតែអត់សូវមានមនុស្សមកអញ្ចឹងណានិយាយទៅភ្ញៀវជាតិមានតែខ្ញុំទេក្រៅពីនឹង3ក្រុមទៀតគឺភ្ញៀវអន្តរជាតិប៉ុន្តែពួកគាត់មកលក្ខណៈមួយក្រុម2នាក់ជាមួយនឹងកាយម្នាក់អញ្ចឹងគឺតិចដដែលទេបកចូលមកកាន់ប្រាសាទយើងវិញអ្នកទាំងអស់គ្នាមានតែប្រាសាទបន្ទាយសម្រែមួយទេដែលប្លែកជាងគេព្រោះអីរាល់ប្រាសាទទាំងអស់មកបងប្អូនគ្នាតែងសម្គាល់ឃើញមានរូបបដិមាតាំងនៅក្នុងប្រាសាទប៉ុន្តែសម្រាប់ប្រាសាទបន្ទាយសម្រែនេះខ្ញុំអត់ដឹងថាមូលហេតុអីទើបគេតាំងមកឈូសបុរាណនេះនៅកណ្ដាលប្រាសាទទេទោះបីជាខ្ញុំresearch មើល Google អីផ្សេងមកឈូសនៅកណ្ដាលហ្នឹងគឺនៅតែជាអាចកំបាំងអត់ទាន់មានការបកស្រាយណាមួយដែលសមស្របដែលយើងអាចទទួលយកបានថាមូលហេតុអីទើបគេតម្កល់នៅទីហ្នឹងទេហើយពុកម៉ែបងប្អូនទាំងគ្នាមើលពេលខ្ញុំថតចឹងប្រាសាទដូចទូចប៉ុន្តែពេលយើងទៅឈរចិត្តជាក់ស្ដែងគឺយើងទូចញិបប្រាសាទគឺធំខ្លាំងមែនតើប៉ុន្តែពេលថតតែប្រាសាទតន្ត្រីអត់មានមនុស្សហ្នឹងគឺយើងឃើញប្រាសាទដូចរៀងទូចរៀងអីចឹងណាតែជាក់ស្ដែងគឺធំប៉ុណ្ណានៃអ្នកនរគ្នាដល់ពេលខ្ញុំទៅឈរដូចក្នុងរូបហ្នឹងគឺខ្ញុំទូចញិបហ្នឹងហើយនិយាយទៅនៅក្នុងប្រាសាទបន្ទាយសម្រែនេះពុកម៉ែបងប្អូនទាំងអស់គ្នាចង់មកលេងក៏អត់ពិបាកដែរដោយសារតែពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើដំណើរពីក្រុងសៀមរាបចំណាយរយៈពេលប្រហែលជា30នាទីអីគឺមកដល់ហើយបច្ចុប្បន្នគឺមានទីតាំងស្ថិតនៅក្នុងភូមិព្រះដាឃុំព្រះដាស្រុកបន្ទាយស្រីខេត្តសៀមរាបហើយសម្រាប់ប្រាសាទបន្ទាយសម្រែនេះផងដែរគឺបានកសាងឡើងតាំងពីពាក់កណ្ដាលសតវត្សទី12ដោយព្រះបាទសូរ្យវរ្ម័នទី2ហើយរចនាបថប្រាសាទគឺរចនាបថប្រាសាទអង្គរវត្តអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នារៀងឆ្ងល់អត់នៅពេលដែលយើងដើរតាមម្ដុំហ្នឹងទៅយើងឃើញប្រាង្គនៅកណ្ដាលអីផ្សេងមើលទៅសលីគ្នាជាមួយនឹងប្រាង្គប្រាសាទអង្គរវត្តអញ្ចឹងណាហើយយើងមើលទៅរចនាបថនៃការសាងសង់ចេញមកគឺជាលក្ខណៈគេសាងសង់បែបជាប្រាសាទភ្នំធ្វើរៀងឡើងទៅលើដែលមានជណ្ដើរឡើងទៅលើរៀងខ្ពស់អញ្ចឹងណានេះទៅប្រាសាទភ្នំមិនមែនសម្គាល់ថាកសាងនៅលើភ្នំទេគឺរចនាបថគេធ្វើឡើងគឺខ្ពស់ផុតពីដីទោះបីជាធ្វើនៅទីតាំងដែលមិនមែនជាភ្នំប៉ុន្តែគេសង់ឲ្យមានខឿនខ្ពស់ផុតពីដីแล้วមានជណ្ដើរឡើងអញ្ចឹងគេហៅថាប្រភេទប្រាសាទភ្នំហើយទៅរឿងនេះខ្ញុំតែដឹងនៅពេលដែលខ្ញុំទៅរៀនមុខវិជ្ជាបេតិកភណ្ឌទេអ្នកនរគ្នាពេលដែលខ្ញុំមករៀនឆ្នាំទី1នៅសៀមរាបបើធម្មតាខ្ញុំឃើញប៉ុន្តែខ្ញុំអត់សូវដឹងថាប្រាសាទខុសគ្នាមិនអញ្ចឹងណាចឹងទៅខ្ញុំក៏ចាំបានកន្លែងហ្នឹងដែរលោកគ្រូគាត់និយាយហើយពុកម៉ែបងប្អូនទាំងគ្នាមិនបាច់ឆ្ងល់ទេឃើញខ្ញុំដើរនិយាយបដាហ្នឹងដោយសារតែខ្ញុំមានផលិតជាមាតិកាមួយទៀតជាភាសាអង់គ្លេសចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក៏អាចចូលទៅទស្សនាមាតិកាដែលខ្ញុំនិយាយផ្ទាល់ជាភាសាអង់គ្លេសនៅក្នុង Channel YouTube សៀវហុងហេឬក៏ Page Facebook បានដែរនិយាយទៅពីអារម្មណ៍ហ្នឹងគឺប្លែកគ្នាត្រង់ថាមួយនោះគឺខ្ញុំនិយាយផ្ទាល់ហើយខ្ញុំក៏និយាយអង់គ្លេសអត់សូវប្រកែកមិនដែរគ្រាន់តែថាខ្ញុំស្រឡាញ់ចឹងទៅក៏ខ្ញុំនិយាយទៅហើយមួយនេះគឺខ្ញុំយកមក voice over ជាភាសាខ្មែរគឺវាមានរសជាតិមួយបែបទៀតចឹងណាហើយមូលហេតុដែលខ្ញុំធ្វើពីរចឹងគឺដោយសារប៉ាម៉ាក់ខ្ញុំក៏គាត់មើលវីដេអូនឹងដែរហើយពួកគាត់អត់សូវចូលចិត្តមើលណាគេដែលគាត់ចេញមកនិយាយអង់គ្លេសអីចឹងទេអញ្ចឹងខ្ញុំគិតថាខ្ញុំធ្វើជាភាសាខ្មែរចេះសម្រាប់ពុកម៉ាក់ឲ្យបងប្អូនគាត់ទស្សនាហើយប៉ាម៉ាក់ខ្ញុំគាត់អាចមើលបានដែរអញ្ចឹងគឺខ្ញុំរៀបចំត្រឡប់ទៅវិញហើយដូចបងប្អូនឃើញអញ្ចឹងគឺថាស្ងាត់ខ្លាំងមែនតើអញ្ចឹងបើសិនជាបងប្អូនឃើញវីដេអូនេះហើយកុំភ្លេចរៀបគម្រោងមកលេងប្រាសាទបន្ទាយសម្រែទាំងអស់គ្នាណាអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ